តដល់ប៉ះស្អាប់ទាំងអស់បានឃើញមុខខ្ញុំនេះអាយុបណ្ណាហើយខ្ញុំព្រាទៀតនៅកឡូម7ខពីភូមិដើមចាភូមិដើមចាពីព្រឹកមិញហ្នឹងខ្ញុំឡើងតាំងពីយប់វាយកអីវ៉ាន់គេកំងល្មុតទុំផងគេកំងអីផងទិញអស់ចិត្ត200000បាទដល់ពេលហើយខ្ញុំចាំឡានក្រុងទេខ្ញុំឃើញថាជិះឡានក្រុងរត់តែដងដល់ពេលហើយប៉ះស្អាប់ហ្នឹងគេមកដល់គេថាអ៊ំអញអញ្ជើញទៅណាខ្ញុំថាខ្ញុំជិះប៉ះស្អាប់អត់ជិះឡានក្រុងទេគេថាជិះកង់3មកខ្ញុំបើខ្ញុំទៅពេញគេទៅមកពីនឹងមិនគេជើងគេទៅនឹងគេយកអ៊ំអញតែ10000ទេអូដល់ខ្ញុំថាបើ10000ចឹងទៅកុំឲ្យបែកលមុតបែកអីព្រោះអីគេកំងសិតឲ្យលេខមួយពូផ្សារអូមពេជ្រធំហ្នឹងណាផ្សារចដើយន្តហ្នឹងខ្ញុំលក់តាន់ហ្នឹងស្រាប់ដល់ពេលហើយគេមកដល់ចិត្តដល់ប៉ុស្តិ៍ទីតាអិនហ្នឹងគេអាឡត់គេថាដេមិនឆេះខ្ញុំថាមកចឹងខ្ញុំជិះបាគេវិញខ្ញុំឲ្យលុយខ្លះគាត់ថាអីទេបន្តិចឆេះទៅដល់កន្លែងកាសឥឡូវហើយដល់ម្ដងទៀតគេមកមើលខ្ញុំខ្ចី5000សិនហ្នឹងគេមកបែរមកខ្ញុំក៏ឲ្យ5000ទៀតគាត់ថាដេម្ដងទៀតអត់ឆេះដល់ដេម្ដងទៀតគាត់ថាអ៊ំអញចុះឈរបន្តិចដល់ចឹងស្រាប់តែខ្ញុំចុះឈរគាត់បើកទៅវឹងខ្ញុំតូចចិត្តណាអូនគេរោមើលគ្រប់គ្នាខ្ញុំនិយាយអត់ចាញ់ខ្ញុំក៏ព្រាចាស់អាយុចាត់ជាងជិត8ទៅអ៊ំខ្ញុំទិញចិត្តរបស់ជូនគេអូឡ িম্প ិកហ្នឹងលក់អូឡ িম্প ិកខ្ញុំលក់យូរហើយខ្ញុំដើរក្នុងចង្គមល្អណាសក់ទៅវឹងវាស្រែកមកម៉ាត់គេថាគេមកវិញឥឡូវហើយគេចូលកាខ្ញុំចាំទៅណាណៃហើយគេមើលគ្រប់គ្នាខ្លះគេជូន2000ខ្ញុំមិនយកណាក៏មិនយកដែរខ្ញុំឃើញខ្ញុំឃើញគេបវេទនាដែរជូនខ្ញុំទៅអីស្ដាប់ដល់អញ្ចឹងទៅខ្ញុំក៏ចាំអាចចាំចង់ខ្ញុំដូចថាมันគួរមករំខានចៅអូនឯងទាំងអស់គ្នាទេរឿងរ៉ាវបើប៉ិនមិនតូចចិត្តពេកចិត្តស្មាតូដូចថាខ្ញុំស្ដាប់លោកយាយនិយាយយកតូចចិត្តពេកខ្ញុំសុំដាំផ្ញើទៅដល់ប៉ះស្អាប់ទាំងអស់បានឃើញមុខខ្ញុំនេះអាយុបណ្ណាហើយខ្ញុំព្រាទៀតខ្ញុំនឹកឃើញដំណាក់កាលចុងក្រោយហើយដែលខ្ញុំខំប្រឹងពួកឯងដំណាក់កាលចុងក្រោយនេះជីវិតខ្ញុំវាបើមិនស្លាប់ក៏សេរីដែរខ្ញុំដឹងខ្លួនអញ្ចឹងបាទខ្ញុំខំប្រឹងពីដើមមកកូនវាបង្ខិនអស់ហើយឥឡូវយើងដកខ្លួនបានធូរស្រាលហើយពេលនេះខ្ញុំនឹកឃើញចូលឆ្នាំប្រឹងតិចទៅខ្លះបានលុយមិនដែរហ៊ានទៅសុំគេ100មិនដែរហ៊ានទៅភ្លុកអីវ៉ាន់គេមួយម៉ាត់ទេក្មួយចូលដល់មកចាំសម្រេចគីឡូ7អ្នកណាក៏ទៅថាខ្ញុំដែររហូតដល់អូឡ িম্প ិកផ្សារធំអ្នកលក់ហូលលក់ប្រមងទាំងអស់តាំងពីស្តង់ផ្លែឈើផ្សារថ្មីគេស្គាល់ខ្ញុំអ្នករកស៊ីបាយកូនដាក់ក្រហមមិនយល់ដល់ពេលនេះខ្ញុំតូចចិត្តពេកខ្ញុំមករំខានអូនឯងក្មួយឯង